គឺថារងផ្កើនជាមួយអាមេរិកខ្លាំងមែនតើឥឡូវនេះអាមេរិកបញ្ជូននាវាចម្បាំងមកបន្ថែមទៀតហើយដោយសារអេរ៉ង់បាននិយាយថាអេរ៉ង់នឹងបាញ់កំទេចនាវាចម្បាំងរបស់សហរដ្ឋអាមេរិកក៏ដូចជាយន្តហោះចម្បាំងដែលនៅលើនាវាហ្នឹងអញ្ចឹងទៅសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងហ្នឹងមកទៀតហើយគឺប្រហែលគិតថាសហរដ្ឋអាមេរិកខ្លាចអេរ៉ង់មើលទៅប៉ុន្តែតាមពិតទៅសហរដ្ឋអាមេរិកហ្នឹងបញ្ជូនមកហ្នឹងដើម្បីគៀបសង្កត់ទៅលើអេរ៉ង់ដើម្បីធ្វើយ៉ាងណាឲ្យអេរ៉ង់ចូលទៅចរចាជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអេរ៉ង់ផងដែរគឺថាខ្លាំងមែនតើតែអេរ៉ង់នៅតែប្រកើនជាមួយនឹងសហរដ្ឋអាមេរិកតែទៅមុខទៀតយ៉ាងណាទៅអ្នកនរគ្នាដោយសារតែដឹងស្រាប់ហើយអាមេរិកគឺជាមហាអំណាចលេខ1ដែរហើយជាពិសេសនោះគឺបច្ចេកវិទ្យានៅប្រទេសអាមេរិកគឺខ្លាំងមែនតើមិនថាបច្ចេកវិទ្យាអីផ្សេងដូចគ្រឿងសព្វាវុធឬក៏អីទេគឺល្អហើយនឹងទំនើបខ្លាំងមែនតើជាក់ស្ដែងដូចយើងឃើញអញ្ចឹងគឺមាន B2 Spirit B2 Raider ហើយអេរ៉ង់ក៏ត្រូវបានសហរដ្ឋអាមេរិកនឹងកំទេចកាលពីឆ្នាំ2025ផងដែរដោយទម្លាក់ក្របបែក B2 Spirit យន្តហោះចម្បាំងបំបាំងកាយខ្នាតធំនឹងទៅក្នុងរូងក្រំដីមួយដែលជាកន្លែងផលិតអាវុធនុយក្លេអ៊ែររបស់អេរ៉ង់ឥឡូវនេះអេរ៉ង់គឺនៅតែផ្កើនជាមួយនឹងសហរដ្ឋអាមេរិកទៀតហើយទៅមុខទៀតនឹងយ៉ាងណាអ្នកនរគ្នា